Longsơ bóng pro បញ្ហាទី1បាត់ហ្គាសបញ្ហាទី2បញ្ហាម៉ូទ័រចែកខ្យល់ចុចមកមុខក៏អត់មកចុចទៅជើងក៏អត់ទៅអញ្ចឹងត្រូវដោះរើតាប់ឡូលាងសម្អាតស៊ុំផងនិងយកម៉ូទ័រមកជួសជុលផងពេលដោះចេញមកស៊ុំកញ្ឆេងអីអត់សូវមានដីទេដោយសារឡានបងប្រុសទឹមខានលាងបានឆ្នាំទេអញ្ចឹងដោយសារតែយើងម៉ូទ័រវិជាទៅមុខអត់ទៅជើងអត់ទៅអញ្ចឹងត្រូវការបងប្រុសយកមកជួសជុលនិងរកកន្លែងលិចនេះកញ្ឆេងក៏រៀងសើមហើយនេះដោះបិទប៉ង់សម្អាតឡើងវិញចាប់ចូលវិញហើយត្រជាក់បានកម្រិត4ចុចជាងត្រជាក់